ជំងឺហ្វេម៉នបើសិនជាបងកើតប៉ះចំប្រភេទកាចចាដូចជា16 18ដែលវាមានហានិភ័យក្នុងការវិវត្តទៅជាមហារីកបើសិនជាការប៉ះចំមេរោគកាចហើយយើងមិនបានព្យាបាលឲ្យបានត្រឹមត្រូវទាន់ពេលយើងអាចប្រឈមជាមួយការកើតមានមហារីកនិងប៉ះពាល់ដល់អាយុជីវិតកាមរោគទី2ដែលអាចបង្កផលប៉ះពាល់ដល់យើងគឺការកើតមាននៅប្រមេះទឹកបាយឬក៏ប្រមេះទឹកថ្លានៅពេលដែលកើតមានជំងឺប្រមេះវាអាចធ្វើឲ្យយើងមានការហូបទុះឬក៏ហូរឈាមក្រោយពេលរួមភេទក្រោយពេលបាត់ជើងតូចហើយបើសិនជាទុកឲ្យមានការរលាកតបាវឆ្លងមេរោគទៅដល់តម្រងនោមពហុនោមឬក៏ឆ្លងមេរោគរីករាលដាលតបាវវាអាចមហារីកលឹងឬក៏មហារីកប្រភេទបានអញ្ចឹងសម្រាប់កាមរោគពីរប្រភេទនេះបើសិនជាបងទាំងអស់គ្នាកើតមានហើយមិនបានការពារមិនបានព្យាបាលវាឲ្យបានជាសះស្បើយបងអាចប្រឈមគ្រោះថ្នាក់នៅថ្ងៃមុខហើយចំពោះរោគសញ្ញាវិញងាយទេចំពោះកាមរោគប្រភេទហ្វេម៉នគឺមានឡើងដូចរឹសឡើងជាកញ្ចុំឡើងដូចផ្កាខាត់ណាចំពោះស្ត្រីអាចមានធ្លាក់សរមាស់ឬមួយក៏ឡើងជាកទួនៅនឹងប្រភេទចំពោះបរោះវិញការកើតមានជាប្រភេទដុំសាច់ជាកញ្ចុំនៅជុំវិញក្បាលលឹងរបស់គាត់ឬក៏ចេញដូចរឹសនៅនឹងតំបន់សម្ងាត់របស់គាត់តែម្ដងហើយចំពោះកាមរោគប្រមេះទឹកបាយឬក៏ប្រមេះទឹកថ្លាស្ត្រីអាចធ្លាក់សរខាប់ឬក៏ដូចទឹកបាយមានពណ៌មានក្លិនហើយស្ងួតកាហាយឈឺហើមទ្វាមាសបរោះអាចមានការហូបទុះហូរទឹករំអិលថ្លាតាមប្រដាប់ភេទរបស់គាត់ក្រោយពេលរួមភេទឬក៏បាត់ជើងតូចរោគសញ្ញាទាំងអស់នេះគឺជារោគសញ្ញាបញ្ជាក់នៃជំងឺកាមរោគតែបើសិនជាបងទាំងអស់គ្នាចង់លំអិតទៅលើជំងឺកាន់តែច្បាស់ជាពិសេសគឺការព្យាបាលដែលត្រឹមត្រូវសុវត្ថិភាពបងអាចតាក់ទងតាម Telegram របស់អ្នកគ្រូផ្ទាល់069 3167 14ដើម្បីធ្វើការប្រឹក្សាសុខភាពនិងព្យាបាលឲ្យបានត្រឹមត្រូវ